Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូទី2ហើយខ្ញុំចេញវីដេអូ Part 2បន្ទាប់ពី challenge របស់ខ្ញុំហើយខ្ញុំនឹងសន្យាជាមួយអ្នកទាំងអស់គ្នាថាខ្ញុំនឹងធ្វើ challenge ហើយខ្ញុំនឹងធ្វើវីដេអូច្រើនខ្ញុំមិនដឹងថាខ្ញុំឈប់នៅពេលណាទេប៉ុន្តែខ្ញុំនឹងធ្វើវីដេអូរហូតពីអត់ដឹងថា part ប៉ុន្មានទេប៉ុន្តែខ្ញុំនឹងធ្វើវារាល់ថ្ងៃសម្រាប់អ្នកទាំងអស់គ្នាដែលទើបតែចាប់ផ្ដើមធ្វើភ្លេងហើយនឹងចង់យល់ដឹងនិងស្វែងយល់អំពី FL បន្ថែមអញ្ចឹងខ្ញុំនឹងចាប់ផ្ដើម start ពីមេរៀនទី1ពី basic ទៅរហូតហើយខ្ញុំនឹងប្រាប់ពីកលឹះខ្លះៗដែលឲ្យអ្នកទាំងអស់គ្នាងាយស្រួលយល់អំពី FL និងកម្មវិធីនិង function ជាច្រើនដែលអ្នកទាំងអស់គ្នាគួរតែស្វែងយល់អូខេអញ្ចឹងនេះជាវីដេអូទី2ហើយវីដេអូទី2គឺខ្ញុំចង់មកបញ្យល់ឲ្យអ្នកទាំងអស់គ្នាយល់អំពី function នៃការប្រើប្រាស់ FL ដែលមាននៅក្នុង FL ទាំងអស់អូខេឥឡូវខ្ញុំចូលមកកាន់ FL ហើយអូខេនៅមួយទៀតបើបងប្អូនអត់ទាន់មាន FL ទេឬក៏អត់ទាន់មានកម្មវិធីធ្វើ play ណាមួយអ្នកទាំងអស់គ្នាអាចចូលទៅក្រុម Telegram របស់ខ្ញុំហើយអ្នកទាំងអស់គ្នាអាចចូលទៅ download វា free ទេនៅក្នុងក្រុមរបស់ខ្ញុំអញ្ចឹងវាអត់មានត្រូវការបង់លុយទេអ្នកទាំងអស់គ្នាអាចចូលទៅ download sound ឬក៏កម្មវិធីមាននៅក្នុងនឹងដូចជា FL កម្មវិធីដែលអាចធ្វើ play ល្មមសម្រាប់អ្នកទាំងអស់គ្នាចាប់ដើមដំបូងអ្នកទាំងអស់គ្នាអាច download បានអូខេជំហានបន្ទាប់អ្នកទាំងអស់គ្នាត្រូវតែស្វែងយល់អំពី FL function មុននឹងអ្នកទាំងអស់គ្នាប្រើប្រាស់ដើម្បីវាមានភាពងាយស្រួលដល់អ្នកទាំងអស់គ្នាក្នុងការប្រើប្រាស់អញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវយល់គឺ function នៅខាងលើនេះវាមានដូចជា stop ឬក៏ play ឬក៏ pattern playlist ឬក៏ song ឬក៏ BPM ឬក៏ file edit add ឬក៏ pattern view ឬ option tool និង help ហើយ gain និយាយ function នៅលើហ្នឹងគឺអ្នកនរគ្នាគួរតែស្វែងយល់វាត្រូវតែដឹងពីរបៀបប្រើប្រាស់វាថាគួរប្រើប្រាស់បែបម៉េចតើនឹងជាអីគេហើយបើអ្នកនរគ្នាអត់យល់ឬក៏អ្នកនរគ្នាចង់យល់បន្ថែមអ្នកនរគ្នាអាចចូលទៅកាន់ FL ហើយ search វាទៅដាក់ FL ហើយអ្នកទាំងគ្នាអាចចូលទៅរៀនបន្ថែមបានព្រោះនៅក្នុង FL វាមានfunction ដែលឲ្យយើងអាចចូលទៅរៀនបន្ថែមអំពី function FL អីហ្នឹងអ្នកទាំងគ្នាអាចចូលទៅរៀនបាននៅក្នុង FL ខ្ញុំគ្រាន់តែបញ្យល់អ្នកទាំងគ្នាខ្លះពីអ្វីដែលខ្ញុំទទួលបានហើយអ្នកទាំងគ្នាអាចរៀនបន្ថែមសម្រាប់ខ្លួនឯងនៅក្នុង FL ហ្នឹងវាមានfunction ជាច្រើនដែលអ្នកទាំងគ្នាយល់ដឹងរៀនអំពីវាអីព្រោះខ្ញុំរៀនពីអានឹងដែរទេខ្ញុំស្វែងយល់ខ្លះពីអានឹងដែរទេហើយបូកផ្សំជាមួយនឹងចំណេះជំនាញរបស់ខ្ញុំចឹងទៅអូខេឥឡូវយើងចូលទៅមេរៀនរបស់យើងវិញអញ្ចឹងអ្នកនរគ្នាចូលមក FL អញ្ចឹងអ្នកនរគ្នាត្រូវយល់ថានៅលើហ្នឹងតើអ្នកនរគ្នាគួរតែប្រើប្រាស់បែបម៉េច gain ឬក៏ស្គាល់អីដែលវាសំខាន់មែនតើអាហ្នឹងដែលអ្នកនរគ្នាចោលបានទេដែលសម្រាប់តែអ្នកទើបតែចាប់ផ្ដើមអ្នកទាំងគ្នាត្រូវតែយល់ function នៃការប្រើប្រាស់កម្មវិធីអូខេអញ្ចឹងវីដេអូមួយហ្នឹងគឺអត់មានអីទេប៉ុន្តែវាខ្លីៗទេប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកទាំងគ្នាយល់ហើយនឹងចូលចិត្តវីដេអូមួយហ្នឹងហើយខ្ញុំនឹងធ្វើ challenge មួយអ្នកទាំងគ្នាខ្ញុំនឹងធ្វើវីដេអូរាល់ថ្ងៃសម្រាប់អ្នកទាំងគ្នាដែលតាមដាន page របស់ខ្ញុំនឹងធ្វើវីដេអូមួយថ្ងៃមួយដើម្បីឲ្យអ្នកទាំងគ្នាចាប់ផ្ដើមធ្វើ play ដំបូងឈានទៅដល់ការអាចធ្វើភ្លេងបាននិងស្វែងយល់ពីមូលដ្ឋានគ្រឹះសំខាន់នៅក្នុងការធ្វើភ្លេងហើយសង្ឃឹមថាអ្នកនរគ្នាចូលចិត្តហើយកុំភ្លេចចុច follow page របស់ខ្ញុំផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តដើម្បីបង្រៀនអ្នកទាំងអស់គ្នា